តាចាហោសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី12ចឹងថ្ងៃនេះយើងមកសិក្សាតកតទៅនឹងមេរៀនបន្តទៀតតកតទៅនឹងការសុំច្បាប់វិញម្ដងអញ្ចឹងយើងរៀនបានច្រើនហើយថ្ងៃនេះមករៀនការសុំច្បាប់វិញម្ដងមើលបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលមេរៀនរបស់យើងតែម្ដងបាទអញ្ចឹងពាក្យថ្មីចិនគេអានថាសឹងឈឺបាទសឹងឈឺពាក្យថ្មីអញ្ចឹងពាក្យទី1អានថាឈីងជាបាទឈីងជាបាទ បកប្រែមកថាសុំច្បាប់បាទអញ្ចឹងពាក្យទី2ភាគច្រើនគឺបានស្គាល់គ្រប់គ្នាហើយអានថាវ៉បកមកថាខ្ញុំបាទពាក្យទី3បាទឡោប៉ានបាទពាក្យទី3យើងអានថាឡោប៉ានបាទឡោប៉ានលោកថៅកែបាទលោកថៅកែគឺសំដៅទៅដល់ថៅកែប្រុសបាទថៅកែប្រុសឬមកក៏ជាមេរបស់យើងឬមកក៏ជា boss របស់យើងនឹងយើងហៅថាឡោប៉ានបាទតកតងនឹងពាក្យទី4បាទឡោsưបាទឡោsưគឺលោកគ្រូអ្នកគ្រូអីហ្នឹងយើងហៅថាឡោsưបាទបាទឥឡូវយើងបន្តទៀតពាក្យទី5ឡោប៉ាននាងតោះឥឡូវយើងអានសារថ្មីម្ដងទៀតបាទ我请假一天ខ្ញុំសុំច្បាប់មួយថ្ងៃបាទឡោប៉ាន我请假一天លោកថៅកែខ្ញុំសុំច្បាប់មួយថ្ងៃបាទអញ្ចឹងបើសិនយើងចង់សុំច្បាប់2ថ្ងៃយើងក៏ដូរដាក់កន្លែងមួយថ្ងៃនេះដូរទៅជាលៀងធានវិញទៅ2ថ្ងៃហើយបាទ3ថ្ងៃសានធានអញ្ចឹងទៅបាទ3ថ្ងៃបាទអញ្ចឹងតកតងទៅនឹងត្រង់នេះបើសិនជាយើងចង់ដូរពីលោកថៅកែប្រុសទៅលោកថៅកែស្រីវិញយើងដាក់ថាឡោប៉ានាងវជីងជាអ៊ីធៀនបាទលោកថៅកែស្រីខ្ញុំសុំច្បាប់មួយថ្ងៃឬមួយក៏សុំច្បាប់លោកគ្រូអ្នកគ្រូយើងអញ្ចឹងយើងអាចដាក់ថា老师我请假一天បាទលោកគ្រូអ្នកគ្រូឬមួយក៏យើងអាចនិយាយថាលោកគ្រូខ្ញុំសូមច្បាប់មួយថ្ងៃឬក៏អ្នកគ្រូខ្ញុំសូមច្បាប់មួយថ្ងៃយើងអាចនិយាយយ៉ាងបានបាទអាចនិយាយថា老师បាទ老师我请假一天អញ្ចឹងទៅក៏បានដែរបាទអញ្ចឹងវីដេអូយើងថ្ងៃនេះគឺមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយបាយបាយចៃជៀន